នឹងវាសនាខ្លួនឯងមិនគួរអភ័ព្វបែបនេះសោះអើយប្អូនគោអើយប្អូនគោលឺឯងពោលបែបនេះណាយើងអាណិតឯងណាស់តែធ្វើមិនអត់បើម្ចាស់ស្រឡាញ់តែយើងតែអ្វីទាំងអស់ដែលនាំឲ្យឯងលំបាកខ្លួនក៏ព្រោះតែឯងនឹងល្ងងធ្វើស្លូតពេកបណ្ដាលឲ្យគេដឹកយកទៅព្យួរឬក៏បរទេសតាមចិត្តណាបើឯងមិនចង់នឿយធ្វើការទាំងនេះទេឯងធ្វើតាមខ្ញុំពេលណាមានគេមកដឹកឯងយកទៅព្យួរស្រែនោះឯងត្រូវទន្ទ្រាំជើងស្រែករោឲ្យខ្លាំង3 ដងជាសញ្ញាថាឯងមិនចង់ទៅបើពួកគេនៅតែទៅតឹងចូលមកដឹកឯងទៀតចុះស្នែងឯងលើក្បាលនឹងទុកធ្វើអីមិនជល់ទៅពេលនោះគ្មានណាហ៊ានមកដឹកឯងយកទៅធ្វើការទៀតទេអូគំនិតបងឯងល្អណាស់ព្រោះមានល្បិចបែបនេះសោះទើបបងឯងរស់នៅសនុកជាងខ្ញុំនឹងយកសម្ដីបងឯងមកអនុវត្តតាមសង្ឃឹមថាបានសុខកាយសប្បាយចិត្តទៅចុះអរគុណហើយលបងលាគ្រានោះនាយពេលនិចបានឮកូននឹងលានិយាយគ្នាបែបនេះគាត់ក៏សាចហើយគិតក្នុងចិត្តអាលាក្បាលខូចចេះបង្គាប់គេឲ្យរកក្តីសុខដាក់ខ្លួនផងហ៎មិនអីទេយើងនឹងធ្វើឲ្យឯងរៀងចាលថ្ងៃក្រោយកុំឲ្យចេះដឹងរឿងគេទៀតលោកម្ចាស់ថ្ងៃនេះគោយើងមិនដឹងជាកើតអីទេពេលដែលខ្ញុំយកស្មៅទៅដាក់ឲ្យវាស៊ីវាមិនព្រមស៊ីសោះមិនតែប៉ុណ្ណោះពេលដែលខ្ញុំចូលទៅដឹកវាមកទឹមដើម្បីយកទៅព្យួរស្រែស្រាប់តែវាកវីក្បាលទន្ទ្រាំជើងស្រែរោ3 ដងហើយដេញជល់ខ្ញុំទៀតអញ្ចឹងហ៎អូគោនេះប្រហែលជាមកពីវាឈឺហើយថ្ងៃនេះបើគ្មានគោយកទៅព្យួរស្រែទេអញ្ចឹងយកលាទៅព្យួរជំនួសវិញទៅចាំណាបើលានោះមិនស្ដាប់បង្គាប់ឯងត្រូវវាយវាឲ្យខ្លាំងកុំប្រណីដៃឲ្យសោះឮទេបាទលោកម្ចាស់សត្វលាពុំបានដឹងថាម្ចាស់របស់ខ្លួនបានស្ដាប់ឮពាក្យដែលខ្លួននិយាយគ្នាជាមួយសត្វគោនោះទេថ្ងៃនោះក៏ដល់នៅសេចក្តីវេទនាជាពន់ពេកព្រោះគេចាប់យកទៅព្យួរស្រែជំនួសគោពិបាកខ្លាំងណាស់ចំណែកគោបានស្រណុកសុកស្រួលហើយក៏សប្បាយចិត្តក៏ក្រោកឡើងស៊ីស្មៅដែលគេបានដាក់ឲ្យទាំងប៉ុន្មានរួចក៏ដេកយកកម្លាំងទៅហើយមិនគួរសោះអញឲ្យអញខំជួយគេបែរជានាំទុកដល់ខ្លួនហើយការនេះគឺមកតែពីអញមិនបានគិតឲ្យបានរាក់ជ្រៅធ្វើប្រហែលមួយពេលទើបធ្វើឲ្យលំបាកខ្លួនដូចនេះណែកូនឃើញគំរូសត្វលាទេនេះហើយជាសេចក្តីមិនគិតរាក់ជ្រៅទើបធ្វើឲ្យខ្លួនលំបាកវេទនាបែបនេះចំណែកកូនក៏ដូចគ្នាចង់យកកទៅលន់តាក់ច្បាស់ជានាំអន្តរាយដល់ខ្លួនលោកពុករឿងដែលលោកពុកយកទៅបញ្យល់ខ្ញុំនេះខ្ញុំដឹងនឹងយល់ទាំងអស់ខ្ញុំមិនមែនមកយកកលអន្តៈទេតែខ្ញុំធ្វើក្នុងការសង្គ្រោះជីវិតមនុស្សទាំងឡាយឲ្យរួចផុតពីសេចក្តីស្លាប់ការនេះវាខុសគ្នាពីរឿងសត្វលាឆ្ងាយណាស់លោកពុកកុំកែប្រែចិត្តខ្ញុំព្រោះគ្មានអ្វីអាចទប់សេចក្តីប្រាថ្នាដែលខ្ញុំចង់ធ្វើនៅពេលនេះទេបើឯងនៅតែចេះរឿងរស់បែបនេះទៀតអញ្ចឹងស្ដាប់រឿងនេះបន្តទៀតសិនទៅអូយបងលាខ្ញុំពិតជាអរគុណបងឯងខ្លាំងណាស់ដែលបានប្រាប់វិធីសាស្ត្រល្អដល់ខ្ញុំឲ្យខ្ញុំធ្វើពុតជាឈឺម្សិលមិញនេះខ្ញុំបានសុខកាយសប្បាយចិត្តស៊ីស្មៅពេញមាត់ស្អែកខ្ញុំនឹងធ្វើពុតជាឈឺទៀតប្រកាសជាដេកស្រួលទៀតហើយណែមិននាលគោសម្លាញ់ឯងធ្វើបែបនេះណាអញមិនហាមឯងទេតែពេលដែលអញត្រឡប់ពីព្យួរស្រែជំនួសឯងវិញនោះអញឮម្ចាស់យើងនិយាយហើយធ្វើឲ្យអញតក់ស្លុតខ្លាំងណាស់ម្ចាស់យើងនិយាយថាម៉េចទៅបងលាជួយប្រាប់ខ្ញុំឲ្យដឹងផងមើលម្ចាស់យើងនិយាយថាបើឯងឈឺហើយធ្វើការមិនកើតទៀតស្អែកនេះនឹងឲ្យគេយកឯងទៅសម្លាប់យកសាច់លក់នឹងចែកចាយឲ្យអ្នកកំសត់ទុរគតហើយអញឮបែបនេះហើយភ័យជំនួសឯងណាស់ពិតមែនហើយបងលាមិនកើតទេអញ្ចឹងខ្ញុំគួរធ្វើយ៉ាងម៉េចល្អទៅបងលាបើឯងចង់រួចផុតពីក្តីស្លាប់នោះស្អែកនេះពេលដែលគេយកស្មៅមកដាក់ឲ្យឯងស៊ី
ត្រូវស្ទុះស្ទាក្រោកស៊ីស្មៅកុំរឹងទៅតឹងហើយឲ្យគេដឹកយកទៅភ្ជួរស្រែតាមធម្មតានោះឯងនឹងរួចផុតពីសេចក្តីស្លាប់ហើយបាទបងលាបាទអរគុណខ្ញុំនឹងធ្វើតាមសម្ដីបងប្រាប់នាយពិនិចដែលបានលើកូននឹងលានិយាយគ្នាបែបនេះហើយសាច់ខ្លាំងម្នាក់ឯងធ្វើឲ្យប្រពន្ធគាត់ដែលឈរចិត្តនោះឆ្ងល់ក៏សួរដេញដោលថាលោកបងនៅសុកសាច់លឺបែបនេះតើមកពីហេតុអីទៅសូមលោកបងប្រាប់ខ្ញុំឲ្យបានដឹងរឿងសាច់ជាមួយលោកបងផងអូគ្មានរឿងអីទេគ្រាន់តែនឹកឃើញរឿងខ្លះវាអស់សំណើចតែប៉ុណ្ណោះមិនជឿខ្ញុំមិនជឿលោកបងមានរឿងអីត្រូវលាក់បាំងបានជាសាច់លឺបែបនេះប្តីប្រពន្ធគ្នារាប់ឆ្នាំហើយមិនក៏មកសម្ដែងការមិនស្មោះត្រង់បែបនេះហើយនេះជាអាចកំបាំងរបស់បងមិនអាចនិយាយបានទេហេតុអីក៏ខ្ញុំនិយាយមិនបានបងធ្វើបែបនេះរឹតតែធ្វើឲ្យខ្ញុំសង្ស័យបងមានចិញ្ចឹមស្រីលួចលាក់មែនទេផ្ដេសផ្ដាស់ណាហើយមិនក៏ពោលពាក្យបែបនេះធ្វើឲ្យរឿងកាន់តែវែងឆ្ងាយហើយបើបងមិនព្រមនិយាយប្រាប់ខ្ញុំឲ្យដឹងរឿងទេណាខ្ញុំមិនអស់ចិត្តខ្ញុំមិនសុខចិត្តហើយបើមិនដូច្នោះទេខ្ញុំនឹងស្លាប់ឲ្យលោកបងមើលផ្ដេសផ្ដាស់ណាមិនក៏ចេះរឹងរូសបែបនេះហ៎ខ្ញុំមិនចេះរឹងរូសទេតែបងមានរឿងលាក់បាំងនឹងខ្ញុំបងចាំមើលណាបើបងមិនព្រមប្រាប់ខ្ញុំឲ្យដឹងពីអាចកំបាំងនេះទេស្អែកចាំទៅយកសាកសពខ្ញុំមកធ្វើបន់ទៅហើយពិតជាពិបាកមែនណាស់ហើយអូនកុំធ្វើអញ្ចឹងអីទៅហៅបងប្អូនកូនចៅឲ្យមកជុំគ្នាមកស្អែកនេះបងនឹងនិយាយរឿងអាចកំបាំងនោះប្រាប់ប្រពន្ធនាយពិនិចឮបែបនេះក៏សប្បាយចិត្តឡើងវិញទៅហៅបងប្អូនកូនចៅឲ្យមកជួបជុំគ្នានៅព្រឹកស្អែកដើម្បីស្ដាប់អាចកំបាំងរបស់នាយពិនិចចំណែកនាយពិនិចពិបាកចិត្តខ្លាំងណាស់ព្រោះថាបើគាត់ប្រាប់ប្រពន្ធឬអ្នកណាម្នាក់ឲ្យដឹងថាគាត់ចេះស្ដាប់ភាសាសត្វនិយាយនោះគាត់នឹងត្រូវស្លាប់ព្រោះនេះជាពរដែលគាត់បានទទួលពីទេវតាណែអាកំពូលព្រើលឯងនេះគ្មានដឹងខ្យល់អីសោះមនុស្សក្នុងផ្ទះគេកំពុងតែកើតទុកគ្រប់គ្នាបែរជាឯងមកគិតតែពីរឿងតាក់ញីទៅវិញម៉ែអាសនៈកំពូលល្ងងរឿងអីដែលថាអញមិនដឹងអីនោះតែមកពីម្ចាស់យើងនោះគាត់ល្ងងខ្លួនឯងគ្រាន់តែប្រពន្ធមួយគ្រប់គ្រងមិនបានផងមិនដោយឲ្យចង់ដឹងអាចកំបាំងរបស់ខ្លួនដែលនាំឲ្យអន្តរាយដល់ជីវិតអញមិនដូចគាត់ទេប្រពន្ធអញដល់តែ50ក្បាលអញបាត់ដៅរៀបដូចកតេលតែមួយក៏មិនហ៊ានធ្វើអញទាស់ចិត្តដែរបើឯងថាខ្លួនឯងគ្រាន់បើចេះបដៅប្រពន្ធហើយចុះបើមានរឿងដូចលោកម្ចាស់អញ្ចឹងឯងនឹងបដៅប្រពន្ធរបៀបម៉េចទៅមានអីទៅពិបាក